ខេត្តមណ្ឌលគិរីនៅក្នុងចុងរដូវវស្សានេះត្រូវបានធម្មជាតិលាបពណ៌ហើយគឺបដូរពីពណ៌បៃតងខៀវខ្ចីទៅជាពណ៌ទឹកមាសវិញម្ដងហើយនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនមកកាន់ខេត្តមណ្ឌលគិរីទស្សនាសម្រស់ធម្មជាតិព្រៃព្រឹក្សានិងសកម្មភាពក្រុមការងាររបស់ពួកខ្ញុំថតគូស្នេហ៍មួយគូគឺបងវីឡានិងភរិយារបស់គាត់នៅចុងរដូវវស្សានេះមណ្ឌលគិរីចុងរដូវវស្សា Goជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំធ្វើដំណើរទៅក្នុងខេត្តមណ្ឌលគិរីដើម្បីបំពេញការងាររបស់ខ្ញុំមួយគឺថតបងវីឡាហើយនិងភរិយារបស់គាត់ដោយចាប់ផ្ដើមដំបូងគឺពួកខ្ញុំរៀបចំអីវ៉ាន់ដាក់លើឡានធ្វើដំណើរចេញពីស្រុកស្នួរឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរីចំពោះទេសភាពនៅតាមដងផ្លូវដែលធ្លាប់ពីមុនមានពណ៌បៃតងខៀវខ្ចីស្រស់ញញឹមនោះក៏បានប្រែពណ៌បន្តិចម្ដងទៅជាពណ៌ទឹកមាសហើយដោយសារតែកត្តាធម្មជាតិគឺផ្លាស់ប្ដូរពីរដូវវស្សាឈានចូលទៅរដូវប្រាំងក្នុងខេត្តមណ្ឌលគិរីនៅចុងរដូវវស្សានេះហើយគឺជាចំណុចរសើបនៅក្នុងខេត្តមួយនេះដែលធ្វើឲ្យភ្ញៀវទេសចរដែលបានទៅទស្សនានៅទីនោះទទួលបានអារម្មណ៍ពីរគឺអារម្មណ៍នៅក្នុងរដូវវស្សាមួយនិងអារម្មណ៍នៅក្នុងរដូវប្រាំងមួយដោយសារនៅតំបន់ខ្លះអត់ទាន់ដាច់ទឹកភ្លៀងទេដូច្នេះយើងអាចទៅឃើញពណ៌បៃតងខៀវខ្ចីនៅឡើយហើយតំបន់ខ្លះទៀតដាច់ទឹកភ្លៀងយើងអាចមើលឃើញវាលស្មៅដែលនៅពីលើភ្នំគឺពោពេញទៅដោយពណ៌ទឹកមាសដាច់កន្ទុយភ្នែកការធ្វើដំណើររបស់ពួកយើងពីស្រុកស្នួរទៅកាន់ក្រុងសែនមនោរម្យក្នុងខេត្តមណ្ឌលគិរីគឺមិនសូវជាឆ្ងាយប៉ុន្មានទេឥឡូវនេះគឺយើងមកដល់ទីរួមខេត្តហើយចំពោះរូបសត្វគោព្រៃនេះគឺតំណាងឲ្យខេត្តមណ្ឌលគិរីហើយយើងក៏ចូលផ្សារដើម្បីទិញសម្ភារៈចាំបាច់មួយចំនួនយកទៅកាន់ resort ដើម្បីត្រៀមថតនៅក្នុងយប់នេះទិញអីវ៉ាន់ចាំបាច់មួយចំនួនរួចហើយក៏ចាប់ផ្ដើមធ្វើដំណើរទៅកាន់ resort ហើយកន្លែងដែលពួកខ្ញុំស្នាក់នៅនិងថតនៅក្នុងយប់នេះគឺនៅក្នុង resort តាំងភូមិពេលខ្ញុំទៅដល់ភ្លាមរៀបចំទុកដាក់ឡានហើយចូលទៅ check in បន្ទប់និងអាងរៀបចំលើកអីវ៉ាន់ចុះពីលើឡានព្រោះអីវ៉ាន់រៀងច្រើនដែរមួយឡានពេញអីហើយបងប្រុសគាត់ក៏ចាប់ផ្ដើមជូនខ្ញុំទៅមើលបន្ទប់និងណែនាំប្រាប់ពីប្លង់ស្អាតៗនៅក្នុង resort ពេលបងប្រុសគាត់ណែនាំរួចហើយពួកខ្ញុំក៏ចាប់ផ្ដើមជញ្ជូនអីវ៉ាន់ចុះពីលើឡានយកមកដាក់នៅបន្ទប់ហើយបន្ទប់នេះគឺជាបន្ទប់ដែលពួកយើងសម្រាប់នៅក្នុងយប់ហ្នឹងដោយសារគ្នាយើងច្រើនអញ្ចឹងយើងគេងក្រែ2ចំពោះការរៀបចំបន្ទប់វិញគឺស្អាតទទួលយកបានហើយ the best តែម្ដងបើនិយាយពីទេសភាពview នៅនេះវិញវ៉ាវសាហាវមែនតើស្អាតនៅស្រុកខ្មែរអញ្ចឹងព្រោះអីនៅស្រុកខ្មែរមើលឃើញផ្លូវហើយចំពោះប្លង់នេះគឺជាប្លង់ថតរូបដែលស្អាតតែម្ដងដោយសារយើងឈរនៅកន្លែងកែហ្នឹងទៅយើង zoom 3x ចូលទៅគឺឃើញផ្លូវហើយយើងដើរមកខាងនេះបន្តិចយើងបែរកាមេរ៉ាទៅខាងស្ដាំបន្តិចបែរទៅឃើញជាមួយនឹងប៉មដែលមានកង្ហារដ៏ស្រស់ស្អាតកលែកមកមើលការងាររបស់ខ្ញុំវិញគឺអត់ទាន់ចប់ទេគឺខ្ញុំត្រូវជួសជុលសម្ភារៈដែលបែកបាក់ពីមុនមកគឺភ្លើងនេះវាបាក់កហើយខ្ញុំទៅខេត្តមុនហ្នឹងខ្ញុំទិញកៅទៀនយកមកបិទកវាវិញយើងមិនសូវមានលុយដែររបស់ណាយើងជួសជុលប្រើបានប្រើទៅកុំបាច់ទៅទិញថ្មីនាំទៅអស់លុយបន្ទាប់ពីធ្វើភ្លើងរួចហើយខ្ញុំក៏ចាប់ផ្ដើមចេញមកក្រៅដើម្បីមើលកន្លែងដែលយើងត្រូវរៀបចំសម្ភារៈថតនៅក្នុងយប់ហ្នឹងម៉ោង1កណ្ដាលថ្ងៃចេះនេះហើយអត់នាំគ្នាចូលបន្ទប់ទេមកនាំគ្នាឈរកណ្ដាលថ្ងៃមកឆែកប្លង់ខ្ញុំនៅមើលប្លង់ថតតែម្នាក់ឯងហើយពួកគាត់2នាក់ថាហួយក្តៅគាត់ទៅរៀបចំអីវ៉ាន់នៅខាងក្នុងគាត់ទៅសម្អាតអីវ៉ាន់គាត់ប្រាប់ចឹងហើយគាត់ក៏ទៅខាងក្នុងទៅបាត់ទៅហើយខ្ញុំនេះនៅតែម្នាក់ឯងទេកណ្ដាលថ្ងៃខ្ញុំមើលកន្លែងមើលអីដែលត្រូវរៀបចំនឹងចូលលបាក់ជា1ម៉ោងជាង2ម៉ោងហើយបើខ្ញុំចាប់ដើមចូលទៅក្នុងវិញចេញទៅក្រៅផ្លែតលេងមកវិញដេកអស់ហើយនេះហើយដេកមកជុំហ៎ងុំអាធំបាសទៅរៀបចំនេះគេយកមកចាក់ស្ដាប់ឡើងមកឆ្ងាញ់ជឿហើយខ្ញុំនេះក៏គេងដែរគឺដើម្បីយកកម្លាំងបន្ទាប់ពីគេងជាមួយនឹងក្រុមការងារយកកម្លាំងបានមកសន្ទុះធំដែរយើងក៏ចាប់ផ្ដើមចុះមកខាងក្រោមដើម្បីរើអីវ៉ាន់សម្ភារៈដូចជាសាឡុងតុអីហ្នឹងទុកមកដុំដើម្បីយកប្លង់ថតនៅកន្លែងអាងទឹកហ្នឹងតែម្ដងហើយរៀបចំអីវ៉ាន់ហើយឥឡូវនេះដល់ពេលត្រូវតេស្តសោនហើយដោយសារយប់ហ្នឹងបងវីឡាហើយនឹងភរិយារបស់គាត់ត្រូវអង្គុយ suite នៅកន្លែងហ្នឹងស្ដាប់តន្ត្រីហឹមកំដរពីពួកខ្ញុំចឹងទៅពួកខ្ញុំស៊ីលុយដប់ថតផងប្រគំតន្ត្រីផងខ្លួនតែស្មត់ដុំថត់វិញ្ញាណជិះទុំត្រៀមបៀងទុករីបើជាការពិត
ជីវិតពិតរងមានន័យបងច្បាស់នឹងស្អីមិនខាន បាទខុសខ្លះត្រូវខ្លះអធិស្ឋានបងប្អូនព្រោះអីមិនមែនជាអ្នកអាជីពទេរៀបចំសោនសំឡេងតេសអីហើយអស់ហើយពួកយើងក៏ចាប់ផ្ដើមរៀបចំឡើងទៅលើដើម្បីងូតទឹកហើយនឹងចាំតួរបស់យើង make up រៀបចំខ្លួនអញ្ចឹងទៅហើយនៅក្នុងការថតនេះផងដែរអីដែលសំខាន់ហ្នឹងគឺបញ្ហាមានគឺអត់មានតួបាទខ្វះតួដែលយើងរៀបចំមកគឺខុសគោលការណ៍ហើយតួដែលត្រូវបន្តជំនួសហ្នឹងគឺខ្ញុំអញ្ចឹងខ្ញុំត្រូវដើរតួច្រើនដើរតួផងដឹកនាំថតផងហើយខ្ញុំនៅកាន់កាមេរ៉ាទៀតអញ្ចឹងការថតក៏ចាប់ផ្ដើម start ទៅហើយយើងអត់សូវបានថតសកម្មភាពថតច្រើនទេដោយសាររវល់រៀងៗខ្លួនមុខតំណែងមានរៀងៗខ្លួនមានអ្នកកាន់ភ្លើងគឺគ្រប់គ្រងនៅលើបច្ចេកទេសភ្លើងហើយខ្ញុំនេះគឺកាមេរ៉ាផងសម្ដែងផងហើយពេលដែលខ្ញុំកាន់កាមេរ៉ាអញ្ចឹងទៅគឺគ្នាខ្ញុំអ្នកវាយភ្លើងដល់ពេលខ្ញុំចូលទៅសម្ដែងគឺគ្នាខ្ញុំអ្នកកាន់កាមេរ៉ាហើយយើងវាយភ្លើងតែមួយគ្រាប់ទេអាមួយគ្រាប់ទៀតនោះគឺយើងបញ្ឈរចោលការថតបានបញ្ចប់ទៅដោយរលូនគឺអត់មានជាពាក់ជាប៉ិនពាក់ព័ន្ធអីទេអញ្ចឹងពួកយើងក៏ចាប់ផ្ដើមរៀបចំញ៉ាំអាហារពេលល្ងាចជាមួយនឹងជ្រូកកដុលគឺញ៉ាំជុំគ្នាតែម្ដងតំបងវីឡាទាំងភរិយារបស់គាត់ហើយនឹងក្រុមការងាររបស់ខ្ញុំសរុបទៅប្រហែលជាគ្នា6នាក់ហើយយើងក៏ចាប់ផ្ដើមញ៉ាំអាហារពេលល្ងាចជុំគ្នាឈៀលជាមួយនឹងទឹកខ្លាសអញ្ចឹងទៅហើយលេងភ្លេងលេងអីបាទសប្បាយ លុះដល់ព្រឹកឡើងបងវីឡាហើយនឹងភរិយារបស់គាត់ហើយនឹងក្រុមការងារអីហ្នឹងក៏នាំគ្នាទៅលេងនៅឯចំការតែចូលទៅញ៉ាំភេសជ្ជៈចូលទៅថតរូបលេងកំសាន្តអង្គុយលំហែជាមួយនឹងខ្យល់បរិយាកាសដ៏ធម្មជាតិមួយហ្នឹងទៅហើយចំពោះខ្ញុំវិញនេះគឺអត់បានទៅកំសាន្តថតរូបអីនឹងគេទេគឺនៅបន្តការងាររបស់ខ្ញុំនេះឯងដោយសារធ្វើម៉េចយើងមានសម្ពាធទំនួលខុសត្រូវការងាររបស់យើងចឹងមិនអីទេដើម្បីការងារហើយលឿនបានបើកលុយអាងយកលុយសំទុកទៅដឹងប្រពន្ធគីឡូបានថតដូចគាត់ដែរចំពោះវីដេអូរបស់បងវីឡានិងភរិយារបស់គាត់ខ្ញុំបានកាត់ហើយខ្ញុំនឹងដាក់ link នៅក្នុង comment ខាងក្រោមដើម្បីបងប្អូនចូលទៅទស្សនាទាំងអស់គ្នាហើយវីដេអូមួយនេះក៏ឈានចូលដល់ទីបញ្ចប់អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយ